កន្លែងដែលខ្ញុំចូលចិត្តជាងគេក្នុងចំណោមកន្លែងដែលខ្ញុំបានទៅនៅក្នុងប្រទេសជប៉ុន The place I like the most among the places I have visited in Japan. ដែលអ្នកនរគ្នាស្វាគមន៍មកកាន់ vlog ទៅជប៉ុនថ្ងៃទី3របស់ខ្ញុំនេះខ្ញុំណែនាំអ្នកនរគ្នាឲ្យស្គាល់កន្លែងដើរលេងថ្មីមួយទៀតហើយនៅក្នុងប្រទេសជប៉ុនកន្លែងនេះល្បីខ្លាំងមែនទែនអ្នកនរគ្នាហើយភ្ញៀវទេសចរក៏ច្រើនដូចគ្នាដូចអ្នកនរគ្នាឃើញនៅក្នុងក្បាលវីដេអូអញ្ចឹងរួមទៅអ្នកដែលបានទៅលេងជប៉ុនគឺគាត់អត់ទៅចោលកន្លែងហ្នឹងឯអ្នកនរគ្នាហើយដែលខ្ញុំកំពុងបង្ហាញអ្នកនរគ្នានេះគឺស្ថិតនៅក្នុងទីក្រុង Kyoto អ្នកនរគ្នាដែលជាទីក្រុងចំណាស់ជាងគេមួយនៅក្នុងប្រទេសជប៉ុនបើយើងធៀបជាមួយនឹងស្រុកខ្មែរដូចសៀមរាបអង្គរវត្តអញ្ចឹងអ្នកនរគ្នាអញ្ចឹងកន្លែងនេះជាវត្តចំណាស់មួយដែលមានអាយុកាលជាង1200ឆ្នាំហើយអ្នកនរគ្នាមានឈ្មោះថា Kiyomizu Dera ប្រែជាភាសាខ្មែរមានន័យថាវត្តទឹកស្អាតអ្នកនរគ្នាតែវត្តនេះមានទឹកស្អាតធម្មជាតិធ្លាក់ពីលើភ្នំមកអ្នកនរគ្នាប្រជាជនជប៉ុនគេជឿថាមនុស្សដែលបានផឹកទឹកហ្នឹងនឹងជួយឲ្យអាយុវែងសុខភាពល្អហើយការសិក្សាល្អផងដែរខ្ញុំនិយាយពីប្រវត្តិរបស់វត្តហ្នឹងប៉ុណ្ណឹងអ្នកនរគ្នាហើយនៅជប៉ុនវត្តរបស់គេហៅ Temple អ្នកនរគ្នាបើនៅស្រុកខ្មែរ Temple របស់យើងជាប្រាសាទអ្នកនរគ្នាដែលខុសគ្នាដាច់ពីវត្តហើយនៅជប៉ុនខ្ញុំអត់ច្បាស់ថាគេកាន់សាសនាអីអ្នកនរគ្នាតែតាមដែលខ្ញុំធ្លាប់អានគេដូចជាកាន់ព្រះពុទ្ធដូចយើងដែរអ្នកនរគ្នាតែគ្រាន់តែមើលទៅវាប្លែកពីយើងអញ្ចឹងអ្នកនរគ្នានេះផ្លាកដែលខ្ញុំកំពុងតែថតនេះសិតតែពាក្យបួងសួងរបស់អ្នកដែលបានទៅលេងហ្នឹងអ្នកនរគ្នាគេទៅសេឲ្យគេយកទៅចងនៅហ្នឹងអ្នកនរគ្នាពេលតែខ្ញុំចូលទៅហ្នឹងគឺមានកន្លែងបួងសួងច្រើនមែនទែនអ្នកនរគ្នាកន្លែងដែលខ្ញុំកំពុងតែថតនេះកន្លែងទី1អ្នកនរគ្នាមនុស្សតម្រង់ជួរចាំច្រើនមែនទែនហើយបែបបាត់នៃការបួងសួងរបស់គេមានច្រើនបែបអ្នកនរគ្នាហើយដូចកន្លែងនេះអញ្ចឹងគេចាំវាយជួងអ្នកនរគ្នាគឺខ្ញុំអត់បានចូលជាមួយគេទេដោយសារតែមនុស្សច្រើនចឹងខ្ញុំខ្ជិលចាំនេះទឹកដែលខ្ញុំប្រាប់អ្នកនរគ្នាថាហូរពីលើភ្នំមកអ្នកនរគ្នានិយាយទៅត្រជាក់ឲ្យថ្លាឆ្វងហ្មងអញ្ចឹងគេមានជំនឿថាយើងបានលុបមុខលាងដៃអីអញ្ចឹងនាំសំណាងល្អនាំសុខភាពល្អអីអញ្ចឹងអូខេចូលដល់កន្លែងត្រជាក់ភ្នែកចឹងអ្នកនរគ្នាទៅឡើងខៀវស្ងាត់ហ្មងអ្នកនរគ្នាបូកផ្សំជាមួយនឹងបរិយាកាសហើយនឹងទីកន្លែងដែលយើងកំពុងនៅនឹងបែបរៀងបុរាណទៀតមានអារម្មណ៍ថាដូចឆ្លងភពចឹងអ្នកនរគ្នានិយាយទៅខ្ញុំអត់ដឹងថានិយាយថាមិនឲ្យស័ក្តិសមជាមួយនឹងភាពស្អាតរបស់វាអ្នកនរគ្នាពីវីយូកន្លែងនេះជាកន្លែងដែលយើងអាចមើលឃើញទីក្រុង Kyoto ទាំងមូលអ្នកនរគ្នាអញ្ចឹងមកខាងសម័យមកខាងបុរាណអញ្ចឹងចាំការទៀតដាក់មកប៉ុសពីប៉ុសទៅខ្ញុំបង្ហាញអ្នកនរគ្នាមកកណូមិញអត់ទាន់បានចូលដល់ក្នុងហើយអ្នកនរគ្នាឥឡូវនេះគឺយើងត្រូវដើរទៅទិញសមុទ្រអ្នកនរគ្នាហើយកន្លែងដែលមនុស្សច្រើនហ្នឹងគឺគេតម្រង់ជួរចាំទិញសមុទ្រអញ្ចឹងណាតែខ្ញុំពិតជាចូលចិត្តទេសភាពហើយនឹងបរិយាកាសនៅនឹងខ្លាំងអ្នកនរគ្នានិយាយពីខាងក្រៅវិញស្អាតជាងក្នុងវីដេអូ10ដងអ្នកនរគ្នាខ្ញុំទិញសមុទ្របានហើយអ្នកនរគ្នាមួយសមុទ្រ$500យេនប្រហែលហើយនឹង$3ជាងបន្តិចអ្នកនរគ្នានេះឃើញទេសភាពកាន់តែត្រជាក់ភ្នែកហើយអ្នកនរគ្នាឡើងខៀវស្ងាត់ហ្មងហើយអ្នកនរគ្នាឃើញសមិញហ្នឹងការសាក្រាអ្នកនរគ្នានៅនឹងក៏មានសាក្រាច្រើនដើមដែរអ្នកនរគ្នាតែគ្រាន់តែវាជ្រុះចង់អស់ចឹងអ្នកនរគ្នានៅជប៉ុនគេមាន4រដូវកាលអ្នកនរគ្នាតែអ្នកនរគ្នាមកកន្លែងនេះមករដូវកាលណាក៏ស្អាតដែរអ្នកនរគ្នានេះជា base spot មួយសម្រាប់ថតរូបអ្នកនរគ្នាតែមនុស្សច្រើនពេកចឹងខ្ញុំមិនបានចូលថតមួយគេទេទៅថតនៅកន្លែងផ្សេងនៅជិតនឹងអ្នកនរគ្នានេះដល់វគ្គដើររកអីញ៉ាំអ្នកនរគ្នាដោយសារម៉ោង7:01ដែរហើយតែម៉ោងនៅជប៉ុននិងម៉ោងនៅខ្មែរខុសគ្នា2ម៉ោងអ្នកនរគ្នាអញ្ចឹងបើម៉ោង1នៅគេម៉ោង11នៅយើងគេអត់ដឹងញ៉ាំអីអ្នកនរគ្នាអញ្ចឹងក៏សម្រាប់ញ៉ាំអីងាយអានេះមីឧដុងអ្នកនរគ្នាមីឧដុងហ្នឹងក៏ជាអត្តសញ្ញាណមួយរបស់ប្រទេសជប៉ុនដែរអ្នកនរគ្នាទឹកខ្មែរក៏មានលក់ច្រើនដែរអ្នកនរគ្នាអញ្ចឹងអាចសាកបាននេះកន្លែងទឹកធ្លាក់មួយទៀតអ្នកនរគ្នាអានេះទឹកធ្លាក់ធម្មជាតិហ្មងអ្នកនរគ្នាធ្លាក់ពីលើភ្នំមកហ្មងហើយមនុស្សតម្រង់ជួរចាំច្រើនមែនទែនឥឡូវនេះគឺដើរចុកទៅវិញអ្នកនរគ្នាប៉ុន្តែទេសភាពតាមផ្លូវគេគឺស្អាតរហូតហ្មងអ្នកនរគ្នាអាចមើលបានខ្ញុំអត់ដឹងថាបោះយ៉ាងមិនឲ្យយល់ពីភាពស្អាតរបស់វាណានេះសាក្រាអ្នកនរគ្នានិយាយទៅដើរមួយយូរមួយយាទៅឃើញសាក្រាម្ដងនឹងស្អាតអ្នកនរគ្នាតែភាគច្រើនវាជ្រុះអស់ហើយផ្កាវារៀងស្គមហ្នឹងអ្នកនរគ្នាវីដេអូចែកម្លែករបស់ខ្ញុំមានតែប៉ុណ្្នឹងទេបើអ្នកនរគ្នាចូលចិត្តកុំភ្លេចជួយចូល like ហើយ subscribe channel ខ្ញុំម្នាក់មួយផងអរគុណ